ប៉ាខ្ញុំស្រាប់តែជួបគ្រោះថ្នាក់ឡានហើយម៉ាក់ខ្ញុំបានផ្ញើគូក្រដាស់បិទទ្វារឆ្នាំថ្មីមួយគុំឲ្យខ្ញុំគាត់ផ្ដាំខ្ញុំថាត្រូវបិទវាឲ្យរួចមុនយប់ទី7ដែលប៉ាខ្ញុំត្រឡប់មកវិញកាលនៅរស់ប៉ាឯងក៏ជាមនុស្សក្តៅក្រហាយដែរខ្ញុំខ្លាចគាត់មករកឯងដើម្បីយកជីវិតតែពេលខ្ញុំចេញពីធ្វើការមកដល់ខ្ញុំឃើញអ្នកជិតខាងយកគូក្រដាស់របស់ខ្ញុំចេញហើយបិទនៅមុខផ្ទះគាត់វិញខ្ញុំទៅសួររកហេតុផលតែយាយអ្នកជិតខាងបែរជាមើលមកខ្ញុំដោយភ្ញាក់ផ្អើលនៅឃ្លាខាងលើលាក់ពាក្យថាខ្មោចមកនៅឃ្លាខាងក្រោមលាក់ពាក្យថាខ្មោចចូលឯងគិតថាវាការពារឯងមែនទេច្បាស់ណាស់អ្នកដែលផ្ញើគូក្រដាស់នេះឲ្យឯងគឺចង់ឲ្យអភិយុរជីវិតឯងខ្ញុំភ័យញ័ររកញើសហើយងាកក្រោយមើលប៉ាខ្ញុំកំពុងដើរឡើងតាមជណ្ដើរមកអ្នកជិតខាងទៅតែផ្លាស់មកមិនយូរទេខ្ញុំមិនដែលឃើញគាត់សោះនេះជាលើកដំបូងដែលខ្ញុំតាក់ទងជាមួយគ្រួសារនេះក្មេងស្រីអូនមើលខ្លួនឯងទៅមើលត្រង់នេះហើយត្រង់នេះទៀតយាយចាស់ខ្លាំងណាស់ខ្ញុំក៏មិនហ៊ានឆ្លោះជាមួយគាត់ដែរខ្ញុំក៏និយាយយឺតថាមិនអាចទេនេះម៉ាក់ខ្ញុំផ្ញើមកឲ្យខ្ញុំខ្លាចប៉ាខ្ញុំត្រឡប់មករកខ្ញុំយកជីវិតយាយក៏លើកជ្រុងមាត់ខាងឆ្វេងឡើងហើយញឹមមើលងាយតើឯងពិតជាខ្លាចគាត់យកជីវិតមែនឬរែងកំពុងរងចាំឲ្យគាត់យកជីវិតឯងវិញមកមើលទៅដឹងហើយខ្ញុំក៏ប្រញាប់ចូលទៅជិតតាមការចង្អុលបង្ហាញរបស់យាយខ្ញុំចាប់ផ្ដើមពិនិត្យគូក្រដាស់នេះយ៉ាងហ្មត់ចត់ជាលើកដំបូងពិតមែននៅក្នុងឃ្លាខាងលើលាក់ពាក្យថាខ្មោចមកហើយឃ្លាខាងក្រោមក៏លាក់ពាក្យថាខ្មោចចូលដែរថែមទាំងក្បែរពាក្យកាត់កណ្ដាលមានស្នាមត្រាក្រដាស់ក្រហមមួយអូនមើលស្នាមត្រានោះទៀតទៅតើវាមិនមែនជារបស់ម៉ាក់អូនទេខ្ញុំងើបភ្នែកមើលហើយពិនិត្យស្នាមម្រាមដៃនោះយ៉ាងហ្មត់ចត់ជារបស់ម៉ាក់ខ្ញុំមែនមេដៃគាត់ធ្លាប់របួសនៅចុងម្រាមដៃមានស្នាមតូចមួយមិនសូវច្បាស់ហើយលើស្នាមម្រាមដៃកន្លែងនោះក៏មានចន្លោះវែងស្ដាងមួយដែរខ្ញុំក៏ឃើញមានត្រាមួយទៀតនៅជ្រុងក្រដាស់កាត់កណ្ដាលយាយនៅទីនេះក៏មានត្រាមួយទៀតជាត្រារបស់អ្នកដែលបានធ្វើពិធីឲ្យគូក្រដាស់គាត់ទុកវាចោលនៅទីនេះពេលដងខ្ញុំស្រាប់តែឈឺចាប់យ៉ាងខ្លាំងហើយអ្វីម៉ាក់ខ្ញុំត្រូវទៅរកគេធ្វើគូក្រដាស់បែបនេះជាពិសេសគ្រាន់តែដើម្បីធ្វើបាបខ្ញុំមែនទេនៅផ្ទះឯងមិនមែនមានកូនតែម្នាក់ទេមែនសំឡេងយាយទាញខ្ញុំត្រឡប់មកការពិតខ្ញុំនៅមានប្អូនស្រីម្នាក់ទៀតប្អូនស្រីមែនទេជីទូទៅបើគ្រួសារមានប្អូនប្រុសទើបគេធ្វើរឿងបែបនេះខ្ញុំស្រាប់តែគិតឃើញអ្វីមួយយាយបើគូក្រដាស់នេះមានបញ្ហាអញ្ចឹងយាយខ្ញុំមិនទាន់និយាយចប់ទេយាយស្រាប់តែស្រែកទៅកាន់ជណ្ដើរឯងជានរណាសំឡេងស្រែករបស់យាយធ្វើឲ្យខ្ញុំខ្លាចរន្ធត់ខ្ញុំមើលតាមទីដែលគាត់សម្លឹងទៅហើយក្នុងខ្ញុំត្រជាក់ស្រៀវប៉ាខ្ញុំកំពុងដើរឡើងតាមជណ្ដើររំដងមួយជំហានគាត់មកទីនេះបានម៉េចគាត់មិនបានស្លាប់ទេខ្ញុំប្រញាប់លាក់ខ្លួនពីក្រោយយាយហើយនិយាយថានោះជាប៉ាខ្ញុំយាយឈររារាំងនៅមុខខ្ញុំហើយចង្អុលទៅប៉ាខ្ញុំស្ដីបន្ទោសគាត់មួយសន្ទុះគាត់ឈរនៅចម្ងាយមិនដល់2ម៉ែត្រពីពួកយើងហើយមើលដល់យើងឆ្ងល់ខ្ញុំភ័យរហូតយំយាយនេះជានរណាហេតុអ្វីគ្មានសុជីវធម៌ម្ល៉េះខ្ញុំភ្ញាក់ហើយនិយាយទៅប៉ាខ្ញុំថាប៉ាមិនបានស្លាប់ទេយាយអីផ្ដេសផ្ដាស់ឆ្នាំថ្មីទាំងមូលមកជាឪពុកឯងធ្វើតែម៉ាក់ខ្ញុំប្រាប់ថាប៉ាត្រូវឡានបុកប៉ុន្មានថ្ងៃមុនអ្នកដែលត្រូវបុកមិនមែនខ្ញុំទេគឺម៉ាក់ឯងទៅវិញខ្ញុំស្ទើរតែស្រឡាំងកាប៉ាខ្ញុំបន្តដើរមកកាន់តែជិតខ្ញុំម៉ាក់ឯងប្រាប់ឯងយ៉ាងម៉េចគាត់បានវីដេអូខលមកឯងទេបានទូរស័ព្ទមកគាត់ទូរស័ព្ទប្រាប់ខ្ញុំគាត់ថាមិនបាច់ឲ្យខ្ញុំត្រឡប់ទៅផ្ទះទេហើយថែមទាំងទិញសម្បត្តិឡានឲ្យខ្ញុំខ្ញុំថាម៉ាក់ឯងពិតជាមានចិត្តណាមិនល្អទេគាត់ចង់ឲ្យឯងត្រូវគេយកជីវិតហើយតែប៉ាមុនមកប៉ាមិនបានប្រាប់ខ្ញុំសំបីតែមួយម៉ាត់ហើយបើម៉ាក់ខ្ញុំពិតជាស្លាប់មែនហេតុអ្វីប៉ាមិនប្រាប់ខ្ញុំថ្ងៃម៉ាក់ឯងស្លាប់ខ្ញុំបានទូរស័ព្ទមកឯងតែប្តីឯងយ៉ាងវាយជាអ្នកទទួលខ្ញុំរវល់រៀបចំបុណ្យសពឲ្យម៉ាក់ឯងក៏ប្រាប់គាត់ឲ្យជួយប្រាប់ឯងទៅខ្ញុំក៏ប្រាប់គាត់ថាឆ្នាំថ្មីផ្ទះស្ងាត់ណាស់ខ្ញុំមកនៅជាមួយឯងខ្ញុំក៏បើកទូរស័ព្ទហើយរកមើលប្រវត្តិការឲ្យទូរស័ព្ទថ្ងៃនោះពិតជាមានការហៅមួយពីប៉ាខ្ញុំហើយបង្ហាញថាបានទទួលការហៅតែហេតុអ្វីយ៉ាងវាយមិនប្រាប់ខ្ញុំប៉ាខ្ញុំឃើញថាខ្ញុំនៅតែមិនជឿគាត់ក៏និយាយថាបើមិនជឿអញ្ចឹងទូរស័ព្ទទៅប្តីឯងសួរទៅខ្ញុំក៏ហៅទៅយ៉ាងវាយតែគាត់មិនលើកយូរណាស់ល្មមហើយចាំបន្តិចទៀតហើយទៅខ្ញុំហត់ស្លាប់ហើយពេញផ្លូវនេះឲ្យប៉ាចូលផ្ទះផឹកទឹកមួយសន្ទុះទៅពេលនោះយាយស្រាប់តែនិយាយអូនចាំសិនមិនថាអ្នកណាស្លាប់ទេថ្ងៃនេះមិនមែនជាយប់ទី7ដែលវិញ្ញាណត្រឡប់មកទេគឺបែបនេះសក់ខ្ញុំស្ទើរតែឈរមុនដឹងច្បាស់ពីរឿងនេះខ្ញុំមិនអាចឲ្យអ្នកណាចូលផ្ទះបានទេតើប៉ាដែលឈោមុខខ្ញុំនេះពិតជាប៉ាខ្ញុំដែរមែនទេពេលនេះប៉ាខ្ញុំនៅតែជំរុញឲ្យខ្ញុំបើកទ្វារខ្ញុំធ្វើជាដាក់ដៃចូលហោប៉ៅហើយស្ទាបមើលបន្ទាប់មកនិយាយទៅប៉ាថាអុយភ្លេចហើយពេលចេញពីធ្វើការខ្ញុំទុកសល់នៅក្រុមហ៊ុនប៉ាអញ្ចឹងឲ្យខ្ញុំនាំប៉ាទៅញ៉ាំបាយនៅហាងខាងក្រៅសិនទៅបន្ទាប់មកឲ្យយ៉ាងវាយយកសំឲ្យខ្ញុំមិនឃ្លានទេឯងមិនឃ្លានទេកូនស្រីធ្វើការមួយថ្ងៃពេញហើយមិនឃ្លានមិនកើតឯងជាឪពុកគេមិនឲ្យលុយកូនស្រីទៅញ៉ាំបាយបន្តិចទេអញ្ចឹងមកអង្គុយផ្ទះខ្ញុំផឹកទឹកមួយកែវសិនទៅប៉ាខ្ញុំមិនខ្វល់ពីយាយទេបែរជាយក100យួនមកឲ្យខ្ញុំហើយថាខ្ញុំនៅចាំឯងមុខទ្វារកុំជឿពាក្យម៉ាក់ឯងគាត់មិនមែនជាម៉ាក់បង្កើតឯងទេម៉ាក់បង្កើតឯងត្រូវគាត់ធ្វើឲ្យស្លាប់កាលពីមុនហើយលើកនេះគាត់ក៏ស្លាប់ដែរគាត់មិនហ៊ានយកជីវិតប្អូនស្រីឯងក៏បែរមកដាក់គោលដែលលើឯងខ្ញុំជាប៉ាបង្កើតឯងខ្ញុំអាចធ្វើបាបឯងបានឬពេលនោះខ្ញុំស្រាប់តែទៅគូក្បាលខ្ញុំដូចផ្ទុះមួយរំពេចដូចជាអាចកំបាំងជាច្រើនឆ្នាំស្រាប់តែត្រូវបានបកស្រាយខ្ញុំតែងតែមានអារម្មណ៍ថាម៉ាក់លំអៀងទៅរកប្អូនស្រីតែខ្ញុំមិនអាចប្រាប់ថាលំអៀងត្រង់ណាទេព្រោះគាត់ក៏ល្អជាមួយខ្ញុំដែរគ្រាន់តែខ្ញុំមានអារម្មណ៍ថាការល្អរបស់គាត់មានគោលបំណងប៉ាឃើញភ្នែកខ្ញុំស្រក់ទឹកភ្នែកក៏បន្តនិយាយថាគាត់គ្រាន់តែឃើញឯងរៀនពូកែគិតថាថ្ងៃក្រោយឯងមានអនាគតទើបល្អជាមួយឯងគាត់ចង់ពឹងពាក់លើឯងកុំជឿពាក្យកុហករបស់គាត់ក្រោយប៉ានិយាយចប់ខ្ញុំក៏ត្រៀមចេញទៅញ៉ាំបាយតែយាយនៅពីក្រោយស្រាប់តែហៅខ្ញុំអូនបើមានរឿងអ្វីត្រូវការជំនួយចាំមករកយាយគោះទ្វារយាយ3ដងយាយនឹងចេញភ្លាមមកដល់ហាងមីខ្ញុំកំងមីសាច់គោមួយចានតែម្ចាស់ហាងឲ្យខ្ញុំបង់លុយមកខ្ញុំក៏យក100យួនដែលប៉ាឲ្យមកប្រគល់ឲ្យគាត់តែភ្លាមនោះម្ចាស់ហាងក៏ខឹងស្រែកថាឯងមានន័យអីមានរឿងអីឆ្នាំថ្មីទាំងមូលនាំតែរឿងអប់អង្គខ្ញុំមើលទៅម្ចាស់ហាងដោយមិនយល់មែនទែនមានរឿងអីនៅហ៊ានសួរទៀតមើលលុយនេះទៅប្រើជាមួយមនុស្សបានទេខ្ញុំអត់មើលលុយ100យួននោះស្រាប់តែคล้ายជាលុយខ្មោចខ្ញុំភ័យរហូតចិត្តយំខ្ញុំប្រញាប់សុំទោសម្ចាស់ហាងមិនឈប់សុំទោសរួចខ្ញុំរត់ចេញពីហាងមេភ្លាមចេញពីហាងខ្ញុំភ័យស្លន់ស្លោដកទូរស័ព្ទហើយយ៉ាងវាយលើកនេះគាត់លើកភ្លាមអាឡូ
ប្តីអ្នកណែណាប្រញាប់មកផ្ទះឆាប់មានរឿងអីហេតុអ្វីយកប៉ាខ្ញុំមកហើយប៉ែខ្ញុំប្រាប់គាត់ពីអ្វីដែលកើតឡើងទាំងអស់គាត់បែរជាសាច់ហើយថាប៉ាឯងពិតជាបានទូរស័ព្ទមកខ្ញុំភ្លេចប្រាប់ឯងចុងឆ្នាំនេះរវល់រហូតភ្លេចខ្លួនគាត់ថាម៉ាឯងត្រូវឡានបុកស្លាប់ផ្ទះស្ងាត់គាត់ចង់មកនៅឆ្នាំថ្មីថែមទាំងប្រាប់ខ្ញុំពីថ្ងៃឡានចេញផងអញ្ចឹងប៉ាខ្ញុំមិនបានស្លាប់ទេអញ្ចឹងលុយខ្មោចនោះមកពីណាម្ចាស់ហាងមីខាងក្រោមនោះមិនមែនជាមនុស្សល្អទេលុយឯងប្រកាសជាត្រូវគាត់បដូរហើយខ្ញុំងាកមើលម្ចាស់ហាងហើយគាត់ឃើញខ្ញុំសម្លឹងទៅក៏លើកចិញ្ចាំមករកខ្ញុំដោយញ៉ាំមានមោទនភាពមើលទៅពិតជាបែបនេះមែនខ្ញុំត្រៀមត្រឡប់ទៅសួររករឿងជាមួយម្ចាស់ហាងតែយ៉ាងវ៉ៃនិយាយថាគុំទៅអីទៅក៏គ្មានប្រយោជន៍ឯងចេញមកហើយគាត់មិនទទួលស្គាល់ទេត្រឡប់ផ្ទះទៅគុំឲ្យប៉ាឯងឈររងចាំមុខទ្វារយូរពេកបន្ទាប់ពីបិទទូរស័ព្ទខ្ញុំនៅតែភ័យមិនទាន់បើអ្នកដែលស្លាប់ពិតជាម៉ាក់ខ្ញុំមែនហើយអ្វីគាត់អាចផ្ញើគូក្រដាសមួយគូដែលធ្លាប់ធ្វើពិធីស័ក្តិសិទ្ធិមកឲ្យខ្ញុំគិតដល់ត្រង់នេះខ្ញុំក៏ដកទូរស័ព្ទហើយទៅម៉ាក់ម្ដងទៀតទូរស័ព្ទរត់យូរណាស់ទើបមានអ្នកលើកម៉ាក់ខ្ញុំខ្លាចណាស់សំឡេងខ្ញុំម៉ាក់ស្រាប់តែមានស្មារតីឡើងខ្លាចអីថ្ងៃនេះជាយប់ទី7របស់ប៉ាឯងគូក្រដាសបិទហើយឬនៅបិទហើយល្អហើយឥឡូវប្រញាប់ត្រឡប់ផ្ទះហើយកុំទៅណាទៀតយីហើយឬនៅតែម៉ាក់ហេតុអ្វីលើគូក្រដាសដែលម៉ាក់ឲ្យខ្ញុំមានពាក្យថាខ្មោចមកខ្មោចចូលឬខ្ញុំនិយាយបែបនេះម៉ាក់ខ្ញុំស្ងាត់យូរណាស់ទើបនិយាយឡើងវិញនោះគឺជាវិធីបាំងភ្នែកដែលលោកគ្រូមិនអាគមធ្វើឲ្យបើប៉ាឯងពិតជាមករកឯងគាត់នឹងត្រូវបិទជាប់នៅក្នុងគូក្រដាសនោះហេតុផលនេះស្ដាប់ទៅមិនសមហេតុផលសោះខ្ញុំស្រាប់តែនឹកឃើញពាក្យយាយអ្នកចិត្តខាងនៅផ្ទះឯងមិនមែនមានកូនតែម្នាក់ទេមែនខ្ញុំក៏ប្រមូលកម្លាំងចិត្តសួរគាត់អញ្ចឹងប្អូនស្រីខ្ញុំក៏មានគូក្រដាសបែបនេះដែរម៉ាក់ស្រាប់តែស្រែកថាមានច្បាស់ជាមានហើយអញ្ចឹងម៉ាក់ឲ្យខ្ញុំមើលមកអូនចង់និយាយអីឯងគិតថាម៉ាក់នឹងធ្វើបាបឯងមែនទេឯងមានសមត្ថភាពជាងប្អូនឯងម៉ាក់នៅតែពឹងឯងឲ្យមើលថែម៉ាក់ពេលចាស់ធ្វើបាបអ្នកណាក៏ដោយក៏មិនអាចធ្វើបាបឯងទេឥឡូវប្រញាប់ត្រឡប់ផ្ទះកុំអង្គុយនៅហាងមីទៀតមេឃងឹតហើយយឺតជាងនេះនឹងមិនទាន់ទេខ្ញុំកាន់តែមិនយល់ហេតុអ្វីគាត់ដឹងថាខ្ញុំកំពុងនៅហាងមីអ្នកដែលអាចប្រាប់គាត់បានមានតែម្នាក់គត់គឺប្តីខ្ញុំយ៉ាងវ៉ៃតែគាត់បានទទួលទូរស័ព្ទពីប៉ាខ្ញុំគាត់ជឿថាម៉ាក់ខ្ញុំបានទូរស័ព្ទមែនតែហេតុអ្វីនៅពេលនេះគាត់បែរជាទូរស័ព្ទទៅម៉ាក់ខ្ញុំវិញនៅពេលនោះទូរស័ព្ទខ្ញុំទទួលសារ3ជាប់គ្នាខ្ញុំបើកមើលសុទ្ធតែយ៉ាងវ៉ៃផ្ញើមកហើយសុទ្ធតែបង្ខំឲ្យខ្ញុំប្រញាប់ត្រឡប់ផ្ទះកុំដើរលេងខាងក្រៅយូរខណៈខ្ញុំកំពុងស្ទាក់ស្ទើរខ្ញុំស្រាប់តែជួបភ្នែកម្ចាស់ហាងមីម្ដងទៀតជីទូទៅហាងអាហារមានកាមេរ៉ាសុវត្ថិភាពមើលកាមេរ៉ាទៅគឺដឹងថាលុយខ្មោចនោះមកពីណាបន្ទាប់មកខ្ញុំត្រឡប់ចូលហាងម្ដងទៀតមកឈរមុខម្ចាស់ហាងហើយថាម្ចាស់ហាងសុំសួរតើហាងអ្នកមានកាមេរ៉ាសុវត្ថិភាពទេម្ចាស់ហាងមើលខ្ញុំពីលើដល់ក្រោមដោយមិនពេញចិត្តហើយសួរថាសង្ស័យថាខ្ញុំដាក់ថ្នាំពុលក្នុងហូបអីមែនទេអត់ទេខ្ញុំគ្រាន់តែចង់មើលលុយរបស់ខ្ញុំតើឯងមានន័យអីមានន័យថាខ្ញុំបដូរលុយឯងមែនទេអត់ទេខ្ញុំគ្រាន់តែចង់មើលពេលខ្ញុំយកចេញវាជាលុយខ្មោចតាំងពីដើមមែនទេមិនបាច់មើលទេតាំងពីពេលឯងឲ្យខ្ញុំមើលច្បាស់ហើយវាជាលុយខ្មោចហើយខ្ញុំក៏មិនបានប៉ះលុយឯងដែរឯងដាក់វាលើតុខ្ញុំមិនបានប៉ះសោះអញ្ចឹងបញ្ហាកើតឡើងត្រង់ណាខ្ញុំក៏ដកលុយខ្មោចនោះចេញម្ដងតែពេលនេះលុយខ្មោចបែរជាខ្លាយជា100យួនវិញម្ចាស់ហាងឃើញហើយក៏និយាយថាអញ្ចឹងលុយខ្មោចនោះនៅណាឯងយកទៅដាក់ក្នុងហោប៉ៅមួយទៀតអត់ទេខ្ញុំមានតែក្រដាសប្រាក់មួយសន្លឹកនេះទេអញ្ចឹងវាចម្លែកហើយមួយកាលនោះខ្ញុំមើលច្រឡំនៅពេលនោះរស់ម្នាក់ដែលកំពុងញ៉ាំមីក្បែរនោះបានលើការសន្ទនារបស់ខ្ញុំជាមួយម្ចាស់ហាងគាត់និយាយមកខ្ញុំថាក្មេងស្រីលុយឯងមួយផ្លែតខ្លាយជាលុយពិតមួយផ្លែតខ្លាយជាលុយខ្មោចពេលឯងឃើញខ្មោចម្ដងទៀតវានឹងខ្លាយជាលុយក្រដាសលឿងរាងមូលមានរុនកណ្ដាលខ្ញុំមិនយល់ពីអត្ថន័យរបស់គាត់ហើយកំពុងត្រៀមសួរស្រាប់តែខ្ញុំឃើញស្រមោលមនុស្សពីរនាក់ដែលស្គាល់ឆ្លងកាត់ផ្លូវយ៉ាងប្រញាប់ហើយរត់ចូលសន្តាគារដោយភ័យស្លន់ស្លោគឺប្តីខ្ញុំយ៉ាងវ៉ៃនិងប្អូនស្រីខ្ញុំសៀវរូហើយអ្វីពួកគេទាំងពីរនាក់នៅជាមួយគ្នាគិតដល់ត្រង់នេះខ្ញុំប្រញាប់រត់តាមទៅពួកគេចុះឈ្មោះចូលស្នាក់នៅតុខាងមុខហើយប្រញាប់ឡើងជាន់លើខ្ញុំក៏ទៅតុខាងមុខភ្លាមសូមម្ចាស់សន្តាគារឲ្យខ្ញុំបន្ទប់ជាប់នឹងពួកគេសន្តាគារនេះសម្លេងឆ្លងជញ្ជាំងនេះណាស់ដាក់ត្រចៀកជាប់ជញ្ជាំងអាចលួចស្ដាប់សម្លេងបន្ទប់ជាប់គ្នាបានងាយតើធ្វើម៉េចទៅបងស្រីខ្ញុំមិនត្រឡប់ផ្ទះទេរឿងនេះធ្វើមិនបានទេនេះជាសម្លេងប្អូនស្រីខ្ញុំម៉ាក់ឯងនិយាយយ៉ាងម៉េចពេលទូរស័ព្ទម៉ាក់ឲ្យគាត់ប្រញាប់ត្រឡប់ផ្ទះកុំអង្គុយនៅហាងមីទៀតអញឲ្យមិនមែនយើងបែកការហើយទេម៉ាក់ឯងដឹងថាគាត់នៅហាងមីបានមិនចម្លែកទេដែលគាត់មិនទាន់ត្រឡប់ទៅផ្ទះគាត់ប្រកាសជាដឹងថាមានអ្វីមិនប្រក្រតីហើយតើយើងធ្វើម៉េចទៅបាទខ្ញុំបានមកដល់មុខផ្ទះហើយកុំខ្លាចរងចាំសិនចាំខ្ញុំយកកណ្ដឹងហើយវិញ្ញាណនេះឲ្យគាត់បើគាត់មិនត្រឡប់ផ្ទះឯងក៏អាចយកសម្លេងកណ្ដឹងហើយរកឯងឃើញដែរខ្ញុំភ័យរហូតខំមាត់បិទសម្លេងខ្លាចខ្លួនឯងបញ្ចេញសម្លេងពួកគេទាំងពីរតើពួកគេចាប់ដៃគ្នាតាំងពីពេលណាហេតុអ្វីពួកគេចង់ធ្វើបាបខ្ញុំមនុស្សជុំវិញខ្ញុំសុទ្ធតែមិនអាចទុកចិត្តបានតើខ្ញុំត្រូវទៅណាពេលនោះទូរស័ព្ទខ្ញុំស្រាប់តែរត់ខ្លាំងខ្ញុំយកមកមើលស្រាប់តែជាយ៉ាងវ៉ៃហៅមកហើយគាត់នៅបន្ទប់ជាប់គ្នាស្រែកអញឲ្យឯងយល់ទេនេះជាសម្លេងរត់ទូរស័ព្ទបងស្រីឯងគាត់កំពុងលួចស្ដាប់យើងនិយាយខ្ញុំមិនបានគិតច្រើនក៏រត់ចេញពីបន្ទប់ភ្លាមហើយរត់គេចអស់ពីជើងទើបតែបត់ជ្រុងរត់ចុះក្រោមយ៉ាងលឿនខ្ញុំម្យ៉ាងវ៉ៃនឹងប្អូនស្រីស្រែកហៅពីក្រោយបងកុំរត់ស្ដាប់ខ្ញុំសិនប្រពន្ធរឿងនេះមិនសាមញ្ញដូចដែលអូនគិតទេកុំរត់តើឲ្យខ្ញុំជឿពួកគេទៀតបានមិនខ្ញុំរត់រកកន្លែងទៅហើយស្រាប់តែគិតឃើញទៅរកយាយចិត្តខាងទៅគាត់ថាគាត់នៅទីនោះគ្រប់ពេលខ្ញុំមកដល់មុខទ្វារផ្ទះយាយពេលនេះប៉ាខ្ញុំបាត់ទៅហើយខ្ញុំប្រញាប់គោះទ្វារយាយ3ដងភ្លាមទ្វារបើកអូនមកហើយឬយាយជួយខ្ញុំផងខ្ញុំដកលុយ100យួនពីហោប៉ៅចង់ប្រាប់គាត់ថាប៉ាខ្ញុំពិតជាស្លាប់ហើយតែពេលខ្ញុំមើលលុយនោះខ្ញុំស្រាប់តែស្រឡាំងកាំងវាលែងជាក្រដាសប្រាក់ទៀតហើយលុយនោះคล้ายជាក្រដាសលឿងរាងមូលមានរុនកណ្ដាលខ្ញុំចាំថាបុរសនៅហាងបាននិយាយថាពេលខ្ញុំឃើញខ្មោចម្ដងទៀតលុយនេះនឹងคล้ายជាក្រដាសលឿងរាងមូលមានរុនកណ្ដាលខ្លួនខ្ញុំរឹងកកហើយលើកក្បាលឡើងយឺតយាយញឹមហើយនិយាយថាប៉ាឯងមិនមែនជាមនុស្សរស់ទេមែន
នៅពេលនោះពីក្រោយខ្ញុំស្រាប់តែមានសម្លេងមួយទៀតចឹងអញជាមនុស្សរួមមែនទេខ្ញុំងាកក្រោយមើលស្រាប់តែជាប៉ាខ្ញុំយាយសើចត្រជាក់ហើយនិយាយថាអ្នកបង្ករឿងឯងនេះការនៅរស់មិនធ្វើល្អផងហ៊ានក្បត់ប្រពន្ធទៀតឥឡូវស្លាប់ហើយនៅតែមកយកជីវិតកូនស្រីទៀតអីចឹងអញហ៊ានបើកទ្វារឲ្យកូនស្រីខ្ញុំមើលទេថាខាងក្នុងផ្ទះអញជាបន្ទប់មនុស្សរស់ឬជាភ្នូរសម្រាប់មនុស្សស្លាប់កូនស្រីគុំជឿគាត់ស្លាប់ប៉ុន្មានឆ្នាំហើយមើលសក់គាត់ទៅតើមានធូលីប្រភេទច្រើនទេនោះជាភេទដែលមនុស្សរស់ដុតឲ្យគាត់និយាយកុហកឯងស្អប់ខ្ញុំដល់ស្លាប់ឯងជាខ្មោចអាក្រក់ទោះខ្ញុំមិនមែនជាមនុស្សរស់ក៏ខ្ញុំជាខ្មោចដែលមានកន្លែងស្នាក់ត្រឹមត្រូវខ្ញុំមិនធ្វើបាបមនុស្សទេនិយាយចប់គាត់លាតដៃមករកខ្ញុំហើយថាក្មេងស្រីមកលាក់ខ្លួននៅផ្ទះខ្ញុំទៅខ្ញុំធានាថាមិនធ្វើបាបឯងទេប៉ាខ្ញុំក៏លាតដៃមករកខ្ញុំដែរកូនស្រីបើកទ្វារឲ្យប៉ាចូលទៅថ្ងៃនេះប៉ាមកការពីកូនខ្ញុំស្ទើរតែស្រឡាំងកាំងទាំងស្រុងមិនដឹងថាត្រូវជឿអ្នកណានៅពេលនោះសំឡេងយ៉ាងវាយនឹងប្អូនស្រីស្រែកពីក្នុងជណ្ដាលប្រពន្ធស្ដាប់ខ្ញុំពន្យល់សិនបងរឿងមិនមែនដូចដែលអូនគិតទេនៅពេលនោះប៉ាខ្ញុំនឹងយាយអ្នកចិត្តខាងស្រាប់តែបាត់ខ្លួនប្តីខ្ញុំនិងប្អូនស្រីឡើងមកហើយនិយាយថាបងប្រញាប់ចូលផ្ទះទៅបើមិនអីចឹងនឹងមិនតាន់ទេមិនតាន់អីបងខ្ញុំគ្មានសមត្ថភាពទេថ្ងៃក្រោយខ្ញុំនៅតែត្រូវពឹងបងឲ្យមើលថែម៉ាក់ខ្ញុំដឹងថាបងដឹងការពិតហើយគាត់មិនមែនជាម៉ាក់បង្កើតបងទេតែខ្ញុំពិតជាចាត់ទុកបងជាបងស្រីបង្កើតរបស់ខ្ញុំបើគ្មានបងខ្ញុំពិតជាមិនអាចទទួលបន្ទុកថ្លៃព្យាបាលរបស់គាត់ម្នាក់ឯងបានទេគាត់ឈឺហើយឈឺធ្ងន់ណាស់ហេតុអ្វីគ្មានអ្នកណាប្រាប់ខ្ញុំរឿងនេះម៉ាក់ខ្លាចបងស្ដីបន្ទោសកាលពីមុនគាត់នឹងប៉ាបានបង្ខំម៉ាក់បង្កើតបងឲ្យស្លាប់ព្រោះមិនព្រមព្យាបាលគាត់អញ្ចឹងគាត់មិនដែលប្រាប់បងអញ្ចឹងគូក្រដាសនេះវិញយ៉ាងម៉េចហេតុអ្វីត្រូវបញ្ឆោតប៉ាឲ្យត្រឡប់មកគឺដើម្បីបិទប៉ាឲ្យជាប់នៅក្នុងគូក្រដាសនេះម៉ាក់បង្កើតបងមករកគាត់ដើម្បីយកជីវិតក៏ងាកមករកបងដើម្បីយកជីវិតវិញពួកយើងគ្មានជំរឿទេទើបធ្វើបែបនេះតែហេតុអ្វីមិនប្រាប់ការពិតឲ្យខ្ញុំដឹងតែម្ដងប្រពន្ធគឺពួកយើងខ្លាចអូនភ័យទើបមិនហ៊ានប្រាប់អូនតែឥឡូវគូក្រដាសត្រូវអ្នកចិត្តខាងយកទៅហើយអត់អៀនសោះអីក៏លួចដែរចាំខ្ញុំទៅយកគូក្រដាសមកវិញយើងត្រឡប់ផ្ទះសិនខ្ញុំទៅយកកៅអីមួយមកដល់ក្នុងផ្ទះយ៉ាងវាយនិយាយថាដល់ម៉ោង12យប់ប៉ាអញប្រកាសជាចង់ចូលផ្ទះពេលនោះអូនសម្រាប់ឲ្យស្រួលខ្ញុំនិងប្អូនស្រីនឹងនៅជាមួយអូនអញមិនបាច់ខ្លាចទេអូននៅជាមួយប្អូនទៅខ្ញុំនឹងទៅយកគូក្រដាសមកបិទវិញមិនយូរទេយ៉ាងវាយក៏ដោះគូក្រដាសពីទ្វារយាយចេញហើយយកមកបិទក្បែរទ្វារផ្ទះខ្ញុំវិញយ៉ាងវាយត្រឡប់មកហើយយកទឹកដោះគោមួយកែវឲ្យខ្ញុំខណៈគាត់មិនបានចាប់អារម្មណ៍ខ្ញុំក៏ចាក់វាចូលក្នុងផើងផ្កាក្បែរនោះស្ងាត់បន្ទាប់មកធ្វើជាផឹកទឹកដោះគោហើយប្រគល់កែវឲ្យគាត់វិញបន្ទាប់មកខ្ញុំដេកលើសាឡុងហើយបិទភ្នែកធ្វើជាងុយដេកហើយដេកលងទៅប៉ុន្មាននាទីក្រោយប្អូនស្រីដើរមកជិតខ្ញុំដោយប្រុងប្រយ័ត្នហើយរុញខ្ញុំស្រាលបងស្រីភ្ញាក់ឡើងបងឃើញខ្ញុំមិនភ្ញាក់គាត់ក៏ទូរស័ព្ទទៅអូនមកមើលទៅគាត់ដេកហើយវិនាទីបន្ទាប់ម៉ាក់ខ្ញុំក៏ចូលផ្ទះយ៉ាងវាយឃើញម៉ាក់ខ្ញុំក៏ប្រញាប់និយាយទៅម៉ាក់ថាម៉ាក់ប្រញាប់ឡើងបើមិនរៀបចំឲ្យត្រឹមត្រូវទេនឹងមិនទាន់ទេតែម៉ាក់បែរជានិយាយដោយមិនពេញចិត្តអញក៏ឲ្យខ្ញុំតែសន្តាគារតូចប៉ុណ្ណឹងមែនទេវិញខ្ញុំដេកបានតែកន្លះម៉ោងដេករួចឈឺរយពេញខ្លួនសុំទោសម៉ាក់ថ្ងៃក្រោយខ្ញុំនឹងកក់សន្តាគារធំឲ្យម៉ាក់បែរផ្ទះមានតែសន្តាគារតូចមួយនេះទេលើកនេះពិតជារកមិនបានមើលអញបែបនេះតើឲ្យខ្ញុំទុកសៀវលូឲ្យអញមើលថែបានបើមិនមែនព្រោះគាត់មានផ្ទៃពោះខ្ញុំមិនព្រមរឿងរបស់ពួកឯងទាំងពីរទេខ្ញុំឬពួកគេនិយាយបេះដូងខ្ញុំឈឺចាប់ណាស់តាំងពីចូលផ្ទះមកខ្ញុំតែងតែសង្ឃឹមស្ងាត់ថាយ៉ាងវាយនឹងប្អូនស្រីខ្ញុំជាមនុស្សល្អតែខ្ញុំមិនដែលគិតស្មានថាមនុស្សគួរឲ្យខ្លាចជាងខ្មោចទៅទៀតយូរបន្តិចម៉ាក់ចង្អុលទៅសញ្ញាលើឥដ្ឋហើយនិយាយបែបនេះហើយតាមអ្វីដែលលោកគ្រូបានបង្រៀនខ្ញុំដល់ម៉ោង12ប៉ាខ្មោចរបស់ឯងនឹងមកយកជីវិតដោយភ្នែកក្រហមហើយយ៉ាងវាយប្រញាប់រយម្សៅលើឥដ្ឋក្រោយយ៉ាងវាយធ្វើរួចទាំងអស់នាឡិកាអេឡិចត្រូនិកលើជញ្ជាំងបន្លឺសំឡេងឌីងម្ចាស់ផ្ទះឥឡូវនេះម៉ោង12យប់ពេញម៉ាក់សើចត្រជាក់ហើយនិយាយថាចូលមកយកជីវិតកូនស្រីឯងមកសងបំណុលនោះឯងអាចទៅកើតជាថ្មីបានហើយវិនាទីបន្ទាប់ខ្យល់មួយបក់យ៉ាងខ្លាំងស្រាប់តែផ្ទុះឡើងលើម្សៅនោះស្រាប់តែបន្តិចម្ដងមានស្នាមជើងលេចឡើងពីកន្លែងទេខ្ញុំបិទភ្នែកហើយក្តាប់ដៃយ៉ាងតឹងមិនដឹងថាខ្ញុំមានឱកាសឈ្នះប៉ុន្មានទេព្រោះលើកនេះខ្ញុំបានដាក់ក្តីសង្ឃឹមលើខ្មោចសំណាងល្អវិនាទីបន្ទាប់ខ្ញុំមានសម្លេងស្រែកមិនមែនខ្ញុំទេអញរកខុសមនុស្សហើយជាសម្លេងម៉ាក់ខ្ញុំគាត់ងាកមុខហើយចង្អុលមកខ្ញុំគាត់ទេគាត់ជាកូនស្រីខ្មោចឯងភ្នែកខ្វាក់ទេពេលនោះស្រមោលប៉ាខ្ញុំក៏ចាប់ផ្ដើមលេចឡើងភ្នែកគាត់ខ្មៅក្រញ៉ៅហើយសម្លឹងម៉ាក់ខ្ញុំអ្នកដែលធ្វើឲ្យខ្ញុំស្លាប់គឺឯងធ្វើឲ្យខ្ញុំស្លាប់អ្នកដែលខ្ញុំត្រូវរកក៏ជាតែយើងបានព្រមព្រៀងគ្នាហើយឲ្យកូនស្រីឯងទៅឲ្យខ្ញុំហើយខ្ញុំនឹងលែងពួកឯងខ្មោចនិយាយមិនបានទុកចិត្តទេរឿងនេះឯងមិនយល់ទេម៉ាក់សម្លឹងមកខ្ញុំដោយភ័យរន្ធត់តើវាកើតរឿងអីខ្ញុំដកដង្ហើមវែងហើយមើលទៅយ៉ាងវាយនឹងប្អូនស្រីស្រមោលមនុស្ស3នាក់ទៀតនៅក្នុងបន្ទប់បង្ហាញរូបរាងពិតរបស់ពួកគេគឺយាយនិងបុរសចំណាស់2នាក់នៅក្នុងផ្ទះគាត់តាមពិតមុនពេលយ៉ាងវាយនឹងប្អូនស្រីត្រឡប់មកយាយនិងប៉ាខ្ញុំបានប្រាប់ការពិតគ្រប់យ៉ាងដល់ខ្ញុំព្រោះថ្ងៃនោះខ្ញុំចេញពីធ្វើការមកហើយចៃដន្យជួបអ្នកជួលថ្មីខាងជាប់គ្នាកំពុងផ្លាស់ផ្ទះចម្លែកណាស់គ្មានគ្រឿងអគ្គិសនីសំបីតែមួយគ្មានទូទឹកកកគ្មានម៉ាស៊ីនត្រជាក់ហើយក៏គ្មានទូរទស្សន៍ដែរចម្លែកណាស់សម័យនេះហើយហេតុអ្វីមានផ្ទះមួយដែលគ្មានគ្រឿងប្រើប្រាស់អគ្គិសនីសោះខ្ញុំខាត់កម្មករម្នាក់ហើយសួរលោកពូលោកជាម្ចាស់ផ្ទះមែនទេខ្ញុំជាអ្នកចិត្តខាងខ្ញុំមិនមែនម្ចាស់ផ្ទះទេខ្ញុំបានទទួលការងារតាមអនឡាញពួកខ្ញុំយកលុយហើយធ្វើការតែប៉ុណ្ណោះមិនដែលឃើញម្ចាស់ផ្ទះទេអូអីចឹង
អញ្ចឹងសុំសួរឲ្យអ្វីផ្ទះនេះគ្មានគ្រឿងប្រើប្រាស់សោះខ្ញុំដឹងថាមិនគួរសួរទេកុំសួរនិយាយចប់លោកពូក៏ដើរទៅមុខបន្តពេលនោះប្រអប់មួយដែលគាត់កំពុងកាន់ហើយរុំដោយក្រណាត់ខ្មៅស្រាប់តែធ្លាក់ចុះខ្ញុំរហ័សដៃក៏ចាប់ប្រអប់នោះបានលោកពូទូលប្រអប់ពីដៃខ្ញុំវិញមិននិយាយអីមិនអរគុណផងហើយងាកមុខដើរទៅពេលនេះខ្ញុំមើលរាងកាយស្រអាប់របស់យាយហើយទីបំផុតខ្ញុំដឹងហើយអ្វីផ្ទះគាត់គ្មានសម្ភារៈសំបីតែមួយព្រោះផ្ទះនោះមិនមែនសម្រាប់មនុស្សរស់នៅទេហើយវត្ថុដែលខ្ញុំបានចាប់បានពេលនោះគឺជាធុងដាក់ភេឆ្អឹងរបស់គាត់យាយមើលមកខ្ញុំហើយនិយាយថាក្មេងស្រីឥឡូវអូនយល់ហើយឬនៅគាត់ស្ងាត់មួយសន្ទុះហើយនិយាយទៀតថាក្មេងស្រីកុំខ្លាចឯងបានជួយខ្ញុំមែនទេបើថ្ងៃនោះគ្មានឯងខ្ញុំប្រហែលជាវិញ្ញាណនលីបាត់ទៅហើយដើម្បីតបស្នងឯងលើកនេះខ្ញុំនឹងជួយឯងឲ្យបានតែហើយអ្វីយាយយកគូក្រដាសរបស់ខ្ញុំទៅព្រោះគូក្រដាសនេះមានបញ្ហាអ្នកដែលឲ្យគូក្រដាសឯងគេចង់បញ្ឆោតវិញ្ញាណមកចង់ជីវិតឯងអញ្ចឹងយាយមិនខ្លាចទេខ្ញុំខ្លាចអីទៅពីដើមមកខ្ញុំក៏មិនមែនជាមនុស្សដែរហើយពួកយើងខ្មោចចាស់3នាក់ចូលចិត្តលេងបៀម៉ាហ្វាងតែងតែខ្វះម្នាក់អញ្ចឹងល្អហើយយកប៉ាអញមកបំពេញកៅអីមួយពាក្យរបស់យាយធ្វើឲ្យខ្ញុំចង់យំផងចង់សែកផងពេលនោះប៉ាខ្ញុំក៏បង្ហាញខ្លួនគាត់ពន្យល់គ្រប់យ៉ាងឲ្យខ្ញុំសុំទោសកូនប៉ាក៏សុំទោសកូនដែរខ្ញុំយំហើយស្រែកទៅគាត់ថាអីចឹងទៅឲ្យឆ្ងាយទៅហើយអ្វីត្រូវតាមគូក្រដាសមករកខ្ញុំមិនមកធ្វើបាបកូនទេខ្ញុំមកជួយកូនប៉ាខ្ញុំប្រាប់ថាគាត់មិនបានស្លាប់ដោយគ្រោះថ្នាក់ទេគាត់ត្រូវគេបំពោលថ្ងៃនោះគាត់ដាំឡើយណាត់គ្នាផឹកស្រាតែអ្នកដែលគាត់ណាត់មានរឿងបន្ទាន់ទើបមិនបានជួបគ្នាគ្មានអ្វីធ្វើគាត់ដាំឡើយចង់ទៅលេងបៀតែស្រាប់តែដូចជាមានអ្វីមួយនាំគាត់ឲ្យត្រឡប់ផ្ទះគាត់ក៏ត្រឡប់ផ្ទះដោយមិនប្រាប់ម៉ាក់សំបីតែមួយម៉ាក់ពេលបើកទ្វារគាត់ស្រាប់តែស្រឡាំងកាំងគាត់ឃើញប្តីខ្ញុំយ៉ាងវាយកំពុងនៅជាមួយប្អូនស្រីខ្ញុំពួកឯងកំពុងធ្វើអីប៉ាសុំប៉ាកុំប្រាប់បងស្រីខ្ញុំអីខ្ញុំមានកូនជាមួយបងថ្លៃហើយប៉ាគាត់ជាកូនស្រីរបស់ប៉ាដែរខ្ញុំរៀបការជាមួយអ្នកណាក៏ដូចគ្នាតែខ្ញុំទើបបាត់ការងារមិនសូវមានលុយទេចាំខ្ញុំរកការងារបានខ្ញុំនឹងលេងលេះជាមួយសៀវខូភ្លៀហើយរៀបការយ៉ាងត្រង់ទៅត្រង់មកជាមួយសៀវពេលនោះម៉ាក់ខ្ញុំត្រឡប់មកហើយឃើញខ្ញុំក៏បែរជាខឹងខ្លាំងគាត់ប្រញាប់និយាយថាចាំបាច់ធ្វើដល់ថ្នាក់នេះទេសុទ្ធតែកូនស្រីឯងអ្នកណារៀបការជាមួយយ៉ាងវាយក៏ដូចគ្នានិយាយកុហកកុំគិតថាខ្ញុំមិនដឹងសៀវរូមិនមែនជាកូនបង្កើតខ្ញុំទេខ្ញុំមានកូនស្រីតែម្នាក់គឺខ្ញុំភ័យរហូតស្រឡាំងកាំងម៉ាក់ខ្ញុំក៏មកស្អីគាត់ប្រញាប់និយាយទៅប៉ាខ្ញុំថាប៉ុន្មានឆ្នាំមកនេះសៀវរូក៏ដូចជាកូនបង្កើតប៉ាដែរខ្ញុំនឹងឲ្យសៀវរូទៅយកកូនក្នុងផ្ទៃចេញហើយឲ្យគាត់បែកគ្នាពីយ៉ាងវាយរឿងនេះប៉ាខ្ញុំក៏គ្មានជំរឿផ្សេងទៀតដើម្បីឲ្យខ្ញុំអាចរស់នៅដោយសុខសាន្តគាត់គិតថាបើខ្ញុំមិនដឹងនោះស្មើនឹងរឿងនោះមិនមានឲ្យខ្ញុំរស់ដោយល្ងងប្រសើរជាងរស់ដោយដឹងការពិតហើយឈឺចាប់រាប់រយដងតែគាត់មិនដែលគិតស្មានថាម៉ាក់ខ្ញុំនឹងសម្រេចចិត្តសម្លាប់គាត់នោះគាត់បានបំពុលប៉ាខ្ញុំពេលប៉ាចេញទៅដើរខាងក្រៅយប់នោះថ្នាំពុលក៏ចាប់ផ្ដើមធ្វើការគាត់ដើរត្រេតត្រោតទៅកណ្ដាលផ្លូវពេលនោះឡានដឹកទំនិញធំមួយក៏បើកមកហើយបុកប៉ាខ្ញុំចូលទៅក្រោមឡាននៅតំបន់ជនបទឆ្ងាយគ្មានពេលជួយសង្គ្រោះទាន់ទេប៉ាខ្ញុំក៏ត្រូវម៉ាក់រៀបចំបញ្ចុះស្ពាំងប្រញាប់បន្ទាប់មកគាត់បានពិភាក្សាជាមួយប្អូនស្រីខ្ញុំនិងយ៉ាងវាយសម្រាប់យកប៉ាខ្ញុំធ្វើពិធីដើម្បីនាំខ្ញុំទៅជាមួយដូច្នេះប្អូនស្រីខ្ញុំនិងយ៉ាងវាយអាចរស់នៅក្នុងផ្ទះខ្ញុំហើយយកទ្រព្យសម្បត្តិរបស់ខ្ញុំរស់នៅបានស្ដាប់ប៉ានិយាយចប់ខ្ញុំយកដៃបាំងមុខហើយខ្លួនញ័រទាំងមូលប៉ាខ្ញុំនិយាយដោយអាណិតថាចង់យំក៏យំទៅកុំយំខ្ញុំមិនយំទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាគួរឲ្យអស់សំណាចគាត់អាចមកសុំលេងលេះជាមួយខ្ញុំត្រង់ក៏បានព្រោះខ្ញុំធន់នឹងជីវិតអាពាហ៍ពិពាហ៍នេះយូរហើយតែគាត់បែរជាវិលវល់ធ្វើរឿងធំដល់ថ្នាក់នេះហើយធ្វើបាបខ្លួនឯងគឺខ្ញុំនិយាយយាយស្រាប់តែសើចហាកូនស្រីបើអូនលេងស្រឡាញ់គាត់ហើយអញ្ចឹងឲ្យខ្ញុំយកគាត់ទៅចុះពេលខ្ញុំប្រគល់រឿងទាំងនេះឲ្យពួកគេមុខមាត់របស់ពួកគេទាំង3នាក់គួរឲ្យមើលមែនទែនយ៉ាងវាយភ័យស្លន់ស្លោភ្លាមប្រពន្ធខ្ញុំខុសហើយជួយខ្ញុំផងប្អូនស្រីខ្ញុំក៏យំហើយសុំអង្វរខ្ញុំបងខ្ញុំខុសហើយថ្ងៃនោះខ្ញុំផឹកស្រាច្រើនពេកខ្ញុំពិតជាមិនចូលចិត្តបងថ្លៃទេគាត់ជាអ្នកបង្ខំខ្ញុំឲ្យនៅជាមួយគាត់និយាយកុហកច្បាស់ណាស់ឯងជាអ្នកល្បួងខ្ញុំមើលទៅយាយអ្នកចិត្តខាងយាយពួកយាយមាន3នាក់មែនទេបុកប៉ាខ្ញុំគឺសរុប4នាក់តែមានតែកៅអី3ទេពួកយាយមិនគ្រប់ចំនួនទេប៉ាទុកមិនបាច់រាប់ទេមួយសន្ទុះទៀតខ្ញុំនឹងទៅលេបមកឯងហើយខ្ញុំនឹងចុះទៅរីកាខ្លួនពេលនោះយាយម្នាក់នៅក្បែរក៏និយាយទីបំផុតមានឱកាសរួមម្ដងទៀតអ្នកណាចង់បានស្ត្រីចាស់ម្នាក់នោះអញ្ចឹងសល់តែយ៉ាងវាយនឹងប្អូនស្រីខ្ញុំមានតែ2នាក់តែពួកយាយមាន3នាក់តែចែកគ្នាមិនមែន2ទេ3នាក់ឯងមិនឃើញទេក្នុងពោះនៅមានម្នាក់ទៀតពួកយើង3នាក់លេងថ្មកន្ត្រៃក្រដាសអ្នកណាចាញ់អ្នកនោះត្រូវកាត់កូនអាចធ្វើបែបនេះបានដែរបន្ទាប់មកយាយក៏ទៅលេងថ្មកន្ត្រៃក្រដាសជាមួយមិត្តចាស់2នាក់របស់គាត់មិនយូរប៉ុន្មានយាយក៏ត្រឡប់មកវិញដោយមុខខ្មៅគាត់មើលមកខ្ញុំហើយនិយាយដោយមិនសប្បាយចិត្តថាខ្ញុំចាញ់ខ្ញុំត្រូវកាត់កូនហើយយ៉ាប់ណាស់មួយខែក្រោយខ្ញុំនិងប្អូនស្រីខ្ញុំយ៉ាងវាយនឹងមនុស្ស3នាក់កំពុងដើរលេងខ្ញុំក៏សួរប្អូនស្រីហេតុអ្វីពួកឯងមិនទៅកាត់ជាថ្មីអស់ជាច្រើនឆ្នាំហើយឯងមិនដឹងទេមិនមែនព្រោះឯងទេគឺដោយសារមនុស្សដូចពួកឯងរៀបការជាច្រើនឆ្នាំហើយមិនព្រមមានកូនធ្វើឲ្យខាងក្រៅគ្មានចំនួនកន្លែងសម្រាប់ទៅកាត់ជាថ្មីគ្រប់គ្រាន់គឺការទៅកាត់ជាថ្មីត្រូវតែតម្រង់ជួររងចាំឯងព្រមកាត់កូនទេមិនព្រមមែនហើយបើមិនអាចទៅកាត់ជាថ្មីអញ្ចឹងមានតែយករាងកាយមនុស្សរស់សមហេតុផលបន្តិចហើយតែទោះយករាងកាយគេក៏មិនអាចជ្រើសរើសបានដែរនៅតែត្រូវមានកូនកុំត្អូញត្អែទៀតយ៉ាងហោចណាស់ឥឡូវឯងចង់ធ្វើអីក៏ធ្វើបានឯងភ្លេចហើយឬថាក្នុងពួកឯងនៅមានម្នាក់ទៀតគាត់មួយឆ្នាំនេះស្ទើរតែធ្វើអីមិនបានទេទៅកុំគិតច្រើនទៀតត្រឡប់ផ្ទះទៅលេងបៀទៅត្រឡប់ផ្ទះលេងបៀតែថ្ងៃនេះត្រូវតែឲ្យខ្ញុំឈ្នះបើមិនអីចឹងកូនក្នុងពោះនេះខ្ញុំមិនព្រមកាត់ទេចំណែករឿងមនុស្ស3នាក់គ្រប់ចំនួនឬអត់នោះគឺគ្រប់ចំនួនពេញលេញហើយព្រោះខ្ញុំបានបង្រៀនពួកគេលេងបៀនិងម៉ាហ្វាំងរួចហើយលើថ្ងៃមុខនៅវែងឆ្ងាយទៀត